តើបងប្អូននៅចាំទូកផ្កាចាមួយគ្រឿងនេះទេបាទដែលបងប្អូនតែងតែហៅថាទូកទឿណាបាទប៉ុន្តែទូកនេះគឺមានឈ្មោះរបស់គេហើយបងប្អូនក៏ទន្ទឹងរង់ចាំផងដែរថាបន្ទាប់ពីធ្វើទូកនេះហើយតើល្បឿនយ៉ាងណាបាទឥឡូវយើងមករីករាយទស្សនាជាមួយនឹងការប្រកួតរបស់ទូកទឿទាំងអស់គ្នាបងប្អូនទាំងអស់គ្នាបាទទូកនេះគឺមានឈ្មោះថាចៅពេជ្រមនីសាគរបាទនៅខ្សែទឹកខាងក្នុងបាទក្បាលពណ៌ក្រហមនេះហើយគឺចៅពេជ្រមនីសាគរប៉ុណ្ណឹងជាមួយនឹងខ្សែទឹកខាងក្រៅហើយនៅកណ្ដាលនោះក៏មានពីរទូកទៀតបាទខ្សែទឹកកណ្ដាលនេះគឺមានឈ្មោះថាភ្នំបសិទ្ធសែនជ័យបារមីលោកយាយស្រះកែវបាទនៅខ្សែទឹកកណ្ដាលចំណែកខ្សែទឹកបាទក្រោយគេបង្អស់នោះគឺឈ្មោះថាភូមិស្លែងមានជ័យបារមីតាពាំងថ្មបាទបងប្អូនសម្រាប់ការប៉ុណ្ណឹងនេះគឺស្ថិតនៅក្នុងភូមិស្រែអំពិលនៅឃុំឈ្វាំងស្រុកពញាលឺខេត្តកណ្ដាលបងប្អូននៅម្ដុំខាងជនីប្រសិទ្ធអីហ្នឹងបាទនៅខាងម្ដុំចិត្តភ្នំប្រសិទ្ធអីណាបងប្អូនបាទនៅខ្សែទឹកខាងក្នុងដូចបានជំរាបជូនបងប្អូននោះគឺឈ្មោះថាចៅមនីបាទចៅពេជ្រមនីសាគរហើយទូកនេះគឺជាប្រភេទទូកដែលធ្វើឡើងពីដើមគោណាបងប្អូនហើយជាទូកលុងបាទចំណុះតែ7 8នាក់ទេបាទឥឡូវឃើញលបឿនហើយបាទលឿនជាងគេតែម្ដងបាទនៅខ្សែទឹកខាងក្នុងនេះបាទទូកមានឈ្មោះថាចៅពេជ្រមនីសាគរបាទបងប្អូនដែលទន្ទឹងរង់ចាំលបឿនឥឡូវឃើញហើយបាទគឺលឿនបាទលឿនជាងគេតែម្ដងបាទដូច្នេះខ្សែទឹកខាងក្នុងចៅពេជ្រមនីសាគរបាទជាអ្នកទទួលបានជ័យជំនះ